ai đu đom tâm bồ rẽ đất nông cầm lăng chùm rô chọc một crab bát làm mơ nề sát nửa sốt bệt bà sọp nâng bán rụp đô trầy chùm rô chừng 200 kg ai đom tâm bồ rẽ anu lịch khá thị cáក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទកាលពីថ្ងៃទី2ខែកញ្ញាឆ្នាំ2024បានអញ្ជើញដឹកនាំកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គខណ្ឌរដ្ឋបាលជលផលប្រជែកនិងកម្លាំងចម្រុះសុខព្រៃប្រសពចោះត្រួតពិនិត្យនិងបង្ក្រាបបទល្មើសនេសាទនៅភូមិសាស្ត្រឃុំចំបុកនិងឃុំរស័យកែវស្រុកព្រៃប្រសពខេត្តក្រចេះលោកមុខពុនលោកនេះខណ្ឌរដ្ឋបាលជលផលក្រចេះបានឲ្យដឹងថាក្រុមការងារបានចុះរុះរើនិងបំផ្លាញចោលនៅឧបករណ៍នេសាទល្មើសច្បាប់ចំនួន2ករណីរួមមានរបាំងព្រូសាច់រាវចំនួន19ខ្សែរវែង950ម៉ែត្ររ៉ូឡាទំហំ 3.5 សង់ទីម៉ែត្រលបរាវចំនួន19គ្រឿងរ៉ូឡាទំហំ 3.0 សង់ទីម៉ែត្ររបាំងព្រូស្បៃមុងចំនួន36ខ្សែរវែង1620ម៉ែត្រលូស្បៃមុងចំនួន36ម៉ាត់លូបង្គោលចម្រាំងឫស្សីចំនួន780ដើមនិងចាក់លេនព្រៃចម្រុះចូលបឹងធម្មជាតិទម្ងន់ប្រមាណជាង200គីឡូក្រាមជាមួយគ្នានេះផងដែរឯកឧត្តមតឹមបូរៈអនុលេខាធិការបានអំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់សូមមេត្តាកុំប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់រួមមានអាំងវេទ័រឆក់ត្រីឧបករណ៍ស្បៃមុងសាច់គូនក្រឡាញឹកនិងឧបករណ៍នេសាទខុសច្បាប់ផ្សេងៗមួយចំនួនទៀតតែបង្កមហន្តរាយនិងបំផ្លិចបំផ្លាញធនធានជលផលរបស់យើងឲ្យវិនាសអន្តរាយពីមួយថ្ងៃទៅមួយថ្ងៃនោះសូមឲ្យបងប្អូនងាកមកចូលរួមថែរក្សាការពារនិងអភិរក្សដើម្បីឲ្យធនធានរបស់យើងស្ថិតស្ថេរគង់វង្សយូរអង្វែងសម្រាប់ពេលបច្ចុប្បន្ននិងទៅអនាគត